ចាសូមជម្រាបសួរបងប្អូនទាំងអស់គ្នាព្រះបន្ទូលរបស់ព្រះអង្គនៅព្រឹកនេះមានចំណងជើងថាចង់ចេះឲ្យធ្វើល្ងងដែលដកស្រង់ចេញពីបទគម្ពីរសុភាសិតចំពុក3ខ7ថ្ងៃនេះយើងនឹងជជែកគ្នាអំពីពាក្យស្លោកខ្មែរមួយឃ្លាដែលស្ដាប់ទៅហាក់ដូចជាផ្ទុយគ្នាគឺឃ្លាដែលថាចង់ចេះឲ្យធ្វើល្ងងតើពាក្យនេះមានន័យយ៉ាងដូចម្ដេចហើយតើវាស្របគ្នាយ៉ាងណាចំពោះព្រះបន្ទូលរបស់ព្រះនៅក្នុងសុភាសិតចំពុក3ខ7ដែលបានចែងមកថាកុំឲ្យមើលខ្លួនឯងថាមានប្រាជ្ញាឡើយចូលកោតខ្លាចដល់ព្រះយេហូវ៉ាវិញហើយជៀសចេញពីសេចក្តីអាក្រក់ទៅអត្ថន័យនៃការធ្វើល្ងងនៅទីនេះមិនមែនមានន័យថាឲ្យយើងធ្វើជាមនុស្សអត់ដឹងអីឬមិនរៀនសូត្រនោះទេប៉ុន្តែវាគឺជាការបន្ទាបខ្លួនជាទូទៅបើយើងគិតថាខ្លួនឯងចេះឲ្យហើយយើងនឹងឈប់រៀនប្រៀបដូចជាកែវទឹកដែលពេញបើយើងចាក់ទឹកថែមវានឹងហៀចេញអស់តែបើយើងដឹងខ្លួនថាយើងនៅខ្វះយើងនឹងអាចទទួលបាននូវចំណេះដឹងថ្មីជានិច្ចកុំមើលខ្លួនថាមានប្រាជ្ញានេះជាមេរៀនដែលយកចេញពីព្រះគម្ពីរព្រះជាម្ចាស់បានជ្រាបអំពីចិត្តរបស់មនុស្សយុវវ័យឬក៏ជំទង់ជារបត់វ័យមួយដែលយើងចាប់ផ្ដើមមានអារម្មណ៍ថាខ្លួនឯងត្រូវខ្លួនឯងដឹងច្រើនជាងចាស់ទុំឬមិនត្រូវការដំបូន្មានប៉ុន្តែព្រះគម្ពីរបានរំលឹកយើងថាកុំឲ្យយើងទុកចិត្តលើប្រាជ្ញាផ្ទាល់ខ្លួនពេកឡើយឧទាហរណ៍ជាក់ស្ដែងនៅក្នុងសម័យបច្ចេកវិទ្យានេះបងប្អូនអាចនឹងពូកែប្រើ AI ឬ Social Media ជាងឪពុកម្ដាយឬគ្រូគង្វាលរបស់អ្នកប៉ុន្តែបទពិសោធន៍ជីវិតការបែងចែកខុសត្រូវនិងការសម្រេចចិត្តដែលត្រឹមត្រូវតាមអំណងព្រះハរតីព្រះមិនមែនស្ថិតលើភាពឆ្លាតវៃនៃខួរក្បាលតែមួយមុខនោះទេគឺស្ថិតនៅលើការកោតខ្លាចព្រះការអនុវត្តសម្រាប់ជីវិតយើងតើយើងត្រូវធ្វើដូចម្តេចនៅក្នុងជីវិតប្រចាំថ្ងៃបន្ទាបខ្លួនដើម្បីរៀននៅពេលដែលនរណាម្នាក់ផ្ដល់ដំបូន្មានទោះបើយើងដឹងរឿងនោះខ្លះហើយក៏ដោយចូលយើងរៀនស្ដាប់ដោយចិត្តចំហនោះហើយគឺជាការចង់ចេះឲ្យធ្វើល្ងងចូលសួរនាំព្រះជាម្ចាស់ជានិច្ចមុននឹងសម្រេចចិត្តធ្វើអ្វីមួយយើងរាប់ទាំងការរាប់អានមិត្តភ័ក្តិឬការសិក្សាអ្វីក៏ដោយកុំអាងថាខ្លួនឯងចេះចូលអធិដ្ឋានសួរព្រះថាតើនេះជាអ្វីដែលព្រះសពព្រះハរតីដែរឬទេចូលជៀសចេញពីសេចក្តីអាក្រក់មនុស្សដែលមានប្រាជ្ញាពិតមិនមែនជាមនុស្សដែលចេះរកល្បិចធ្វើអាក្រក់ដោយមិនឲ្យគេដឹងនោះទេប៉ុន្តែជាមនុស្សដែលដឹងថាអាក្រក់ហើយដើរចេញប្រាជ្ញាដែលបានមកពីលោកីអាចធ្វើឲ្យយើងមានមោទនភាពប៉ុន្តែប្រាជ្ញាដែលមកពីព្រះធ្វើឲ្យយើងមានសេចក្តីសុខនិងសុចរិតតើបងប្អូនចង់ក្លាយទៅជាមនុស្សបែបណាតើបងប្អូនចង់ក្លាយទៅជាមនុស្សដែលមានចំណេះដឹងនិងមានតម្លៃចូលចាប់ដើមបន្ទាបខ្លួនដូចជាកូនក្មេងដែលចង់រៀនសូត្រហើយដាក់ជីវិតឲ្យព្រះជាម្ចាស់ជាអ្នកដឹកនាំមនុស្សដែលបន្ទាបខ្លួនគឺជាមនុស្សដែលរឹងមាំបំផុតសំណួរត្រូវរៀបពិចារណានៅថ្ងៃនេះតើបងប្អូននឹងធ្វើបែបណាដើម្បីបង្ហាញថាបងប្អូនកំពុងបន្ទាបខ្លួនដើម្បីរៀនទោះបីជាបងប្អូនដឹងរឿងនោះខ្លះហើយក៏ដោយសូមអរគុណសូមព្រះជាម្ចាស់ប្រទានពរ